យប់នេះវីដេអូរៀងវែងបន្តិចដោយសារយើងនឹងរៀន install Casa OS ទាំងអស់គ្នាដំបូងយើងត្រូវបើក wiki.casaos.io ដើម្បីយើងមើល requirement របស់វាតើវា require hardware និង software អ្វីខ្លះម៉ាស៊ីនដែលយើងប្រើគឺ GMK Tech G9 បាទប្រើប្រាស់ CPU Intel ដូច្នេះវាត្រូវប្រើ Intel AMD 64 bit ហើយយើងប្រើ Debian Linux អញ្ចឹងយើងចូលមក download Debian ISO file របស់យើង download ឲ្យធំហ្មងទៅបាទនេះ3 GB ជាងនេះគឺមាន file ទាំងអស់បាទមិនចាំបាច់ download ពី internet លឿនយូរទេនៅពេលដែលកំពុងតែ install បាទបន្ទាប់មកយើង insert USB flash drive របស់យើងថ្មីហ្នឹងដាក់ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងហើយយើងប្រើប្រាស់ software មួយឈ្មោះ Bellina Etcher ដែលយើងយក ISO ដែលយើង download ហើយហ្នឹងយើង write វាចូលទៅក្នុង USB របស់យើងបន្ទាប់ពីយើង write បាន successful ហើយទើបយើងយក USB ហ្នឹងទៅដោតទៅនឹងម៉ាស៊ីន GMK Tech G9 របស់យើងនេះបាទហើយយើង boot ហើយយើង configure កន្លែង boot order ហ្នឹងយក order number 1 ហ្នឹងមក USB យើងហើយ number 2 គឺយកមក hard drive យើងក្នុងករណីខ្ញុំប្រើ NVMe បាទ M.2 1 TB ដល់ពេលដែល install ពេលយើង boot យើង install យើងយកខ្ញុំចូលចិត្ត install ប្រើ text mode បាទអត់ចូលចិត្ត graphic ទេអញ្ចឹងយើងជ្រើសរើសភាសាបាទជ្រើសរើស regional របស់យើងតើយើងនៅប្រទេសណាយើងយកអាស៊ីកម្ពុជាបាទបន្ទាប់មកទៀតយើងជ្រើសរើស keyboard បាទហើយវា install component ដែលត្រូវការបន្តបន្សំដើម្បី run ចុងក្រោយគេបង្អស់គឺឲ្យរើស interface របស់ network របស់យើងហើយ hostname ខ្ញុំដាក់ My Casa OS បាទយើងដាក់អីក៏បានដែរ hostname ដើម្បីចំណាំខ្លួនឯងហើយនេះជា password root បាទ Debian គឺត្រូវការយើងដាក់ password 2បាទ account root 1និង account មួយទៀតដែលយើងអាចដាក់ឈ្មោះយើងបានដោយសារដោយ by default គឺ SSH server ហ្នឹងវាអត់ឲ្យ log in ជា root ទេពី remote បាទហើយពេលនេះយើងជ្រើស partition ណាកណាយើងថ្មីយើងរើស entire hard disk ចឹងទៅបន្ទាប់មកវាសួរឲ្យយើងថាយើងជ្រើសវាមិនយើងគ្រាន់តែឲ្យវា write partition បាទពេលវា write partition ចប់ហើយវាសួរឲ្យយើងជ្រើសរើស Mirror Package Manager អត់អញ្ចឹងយើងជ្រើសរើស Package Manager Mirror ហ្នឹងគឺយើង download នៅព័ត៌មានថ្មីទាក់ទង package យើងចេញពី internet ក្នុងករណីនេះខ្ញុំ Mirror ចេញពី original Debian របស់វានេះគឺជា process ដែលវា install necessary package តមកទៀតវាឲ្យយើងជ្រើសរើសតើយើងជ្រើសរើស software ខ្លះដោយករណីនេះយើងដក desktop ចេញប៉ុន្តែកុំភ្លេច SSH server ដោយសារយើងត្រូវការ remote control server យើងពីចម្ងាយក្រោយពីយើង install ចប់ bootloader ហើយយើងដក USB ចេញហើយយើង restart server យើងក្រោយពី server យើងបាន restart ហើយយើង complete login account root បន្ទាប់មកទៀតយើង edit នេះ package manager នេះលុប package CD-ROM ចេញបាទអញ្ចឹងពេលនេះយើងគ្រាន់តែទៅ comment នេះខាងលើនេះ CD-ROM ហ្នឹងយើង comment វាចេញហើយ save វា Control O ហើយ exit Control X បន្តមកទៀតយើង update package យើងបាទ update ហើយយើង install sudo នេះគឺសម្រាប់access root access បាទ install sudo ហើយយើងអាច add user របស់យើងក្នុងករណីនេះ user ដែលខ្ញុំបានបង្កើតនៅពេលដែលកំពុង set up នេះគឺ user admin អញ្ចឹងយើងដាក់ comment sudo user mode -ag sudo ឲ្យ add admin ចូលចុងក្រោយគឺយើងមើល IP address យើងអញ្ចឹងយើងប្រើ command IP address ក្នុងករណី IP ខ្ញុំ 192.168
នេះនៅក្នុងម៉ាស៊ីន Windows ខ្ញុំ download Windows Terminal ណាបើអត់ទាន់មានទេទៅ download វាហើយនៅក្នុង Windows Terminal នេះពេលយើងបើកមកខ្ញុំប្រើ PowerShell អញ្ចឹងខ្ញុំប្រើ command ssh-l admin នេះបានឲ្យ login admin ហើយ IP address របស់ server របស់ខ្ញុំបើសិនជាយើងដាក់ -l.root log ចូល root គឺអត់អាច log បានទេដោយសារ configuration by default គឺវាអត់អនុញ្ញាតឲ្យ log root ចូលតមកទៀតយើង sudo app update package ម្ដងទៀតវាដែរអត់ update ហើយ upgrade បាទមាន package ណាវា out of date បាទបន្ទាប់មកគឺយើង install Casa OS នេះគឺជា command យើងអាច copy path បានចេញពី wiki.casaos.io នេះណា wget-q-o-https នេះគឺ command ដើម្បី install Casa OS នៅលើ Debian bookworm ឬ Debian version 12របស់យើង server របស់យើងចឹងក្រោយពី install ចប់នេះក្នុងនោះវា install Docker install software ចាំបាច់ជាច្រើនពេលយើង install ចប់យើងអាចបើកលើ browser នៃ IP address របស់ server យើងចឹងពេលយើងបើកដំបូងគឺវាតម្រូវឲ្យយើងបង្កើត username និង password ថ្មីមួយបាទ username និង password សម្រាប់គ្រប់គ្រងទៅលើ Casa OS interface របស់យើងក្រោយពីយើងបង្កើតរួចហើយយើងអាច log ចូលមើលនៅក្នុង interface គ្រប់គ្រង Casa OS របស់យើងអញ្ចឹងវាមានព័ត៌មានល្អជាច្រើនដែលយើងឃើញទី1សំខាន់បំផុតគឺកម្ដៅ CPU យើងកម្ដៅអត់ប្រើប្រាស់ load ប្រមាណភាគរយ memory របស់យើងនិងព័ត៌មានដូចជា storage យើងសល់ទំហំប្រមាណ network យើង performance កម្រិតណាbuilt-in tool សំខាន់2នៅក្នុង Casa OS ទី1គឺ App Store ទី2គឺ File Manager គឺ very powerful ហើយធ្វើការបានច្រើនណាស់វាមាន built-in share option នៅក្នុងហ្នឹងបាទ built-in Samba share យើងនឹងនិយាយលម្អិតអំពី File Manager របស់ Casa OS បាទនៅក្នុង App Store វិញគឺយើងមាន app ជាច្រើនបាទយើងអាច install នៅលើ server យើងបាន app នីមួយៗគឺ run នៅលើ Docker បាទដូច្នេះហើយនៅវីដេអូក្រោយយើងនឹងរៀនប្រើ app 1 ឬ 2ដើម្បីឲ្យស្ទាត់ក្នុងការ install app បាទសម្រាប់ពេលនេះគឺសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀតពីវិធីសាស្ត្រក្នុងការប្រើប្រាស់ Casa OS